ลูกไปจัดเสียวออกคนชราบ้างเสียวลิงเทียไอ้จำมือตื้อลูกมาจ้ะสถานภาพในการเดินทางคือแบบนี้ป้าเต้ยไอ้หาไอ้มันสบายใจตัวเองเอ๊ะป้าคนอากับติญูรถจะคงโชคฮะรถจะคงโชครถจะคงโชควัตถุเดินทางดำไรรอบเลี้ยนไอเห็นใจ50 เลี้ยนเพื่อไอตะโกนเสียวมกคลั่งหน้าอยู่เลยป้าเสียไอจะโกนใส่ខ្ញុំចេញអំណាចឲ្យនាងហើយចាយដូចច្រើនបន្តិចតែយើងក៏មិនខ្វះលុយដែរឯនេះហ៊ានប្រកែកជាមួយយើងទៀតឯងដើម្បីតែកូនចំម្នាក់ហ៊ានធ្វើបាបកូនបង្កើតរបស់ខ្លួនឯងធ្វើនេះវាស័ក្តិសមជាឪគេទៀតលោកតាកំខាំលោកប៉ានិយាយថាលោកតាចូលចិត្តភាសានំលងលោកតាភាសាតៃភាសាឲ្យឡើងខំហើយទូពិតជាចេះគិតមែននៅតូចសោះក៏ចេះសំគួរចេញទៅលេងខាងក្រៅក៏នៅឃើញលោកតាដែរពិតជាល្អណាស់ចៅលោកប៉ាឥឡូវនេះខ្ញុំជាសះស្បើយហើយគួរតែអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅក្រុមហ៊ុនវិញឆ្លៀតពេលរលុយសម្រាប់ទូចាយខ្លះមិននឹកស្មានសោះឯងស្ងាត់ស្ងៀម5 ឆ្នាំមកហើយនៅតែមានចិត្តចង់ទៅមុខមើលទៅទូពិតជាផ្កាយសំណាងនៃតកូលសៀវមែនត្រូវហើយគម្រោងសហការជាមួយនឹងក្រុមហ៊ុនសុងជាងឯងទទួលខុសត្រូវប៉ារឿងក្រុមហ៊ុនខ្ញុំអាចដោះស្រាយខ្លួនឯងបានមិនយ៉ាងវិញទៀតរឿងគម្រោងក្រុមហ៊ុនសុងជាងខ្ញុំបានតាមដានជាកន្លះឆ្នាំហើយមិនក៏គល់ឲ្យគេទៅវិញហេតុអីព្រោះតែឯងនេះកន្លះឆ្នាំហើយនៅតែមិនអាចសម្រេចគម្រោងនេះបានលោកប៉ាគម្រោងនេះតម្លៃទីផ្សារ480 លានការងារច្រើនណាស់ម្យ៉ាងទៀតប្រធានសុងជាងលោកពិបាកដោះស្រាយលោកប៉ាកុំលំអៀងទៅប្អូនទី2ហើយមើលអត់ឃើញការខំប្រឹងរបស់ឈីមីងបែបនេះយើងបានសម្រេចហើយប៉ាអរគុណបងប្រុសដែលប្រគល់គម្រោងមកឲ្យខ្ញុំណាឯងគិតថាគម្រោងនេះស្រួលយកមែនទេបងប្រុសគួរតែបារម្ភពីខ្លួនឯងវិញទៅល្អជាងបាត់បង់ទំនុកចិត្តពីលោកប៉ាហើយតំណែងអ្នកស្នងមរតកនៅតែចង់អង្គុយទៀតមែនទេលោកប៉ាយ៉ាងទៅណាយើងទៅទីពេទ្យជួបជាមួយនឹងមីងម្នាក់ប៉ាមានកិច្ចសហការសំខាន់មួយជាមួយគាត់លោកម្ចាស់ទី2នេះគឺជាឯកសារសិទ្ធិបង្កើតរបស់ក្រុមហ៊ុនចាំងក្នុងកំឡុងពេលលោកស្រីសុងរងចាំសម្រាប់កូនកិច្ចការនៅក្នុងក្រុមហ៊ុនទាំងអស់ត្រូវបានប្តីរបស់គាត់ឈិនស៊ឺមីគឺជាអ្នកសម្រេចកន្លះឆ្នាំមកនេះលោកសាបានចំណាយពេលវេលាជាច្រើនដើម្បីភ្ជាប់ទំនាក់ទំនងជាមួយលោកឈិនស៊ឺមីទៅមើលស្ថានភាពសិនអូលោកសៀវលោកកុំបារម្ភអីឥឡូវនេះក្រុមហ៊ុនសុងជាងនិងប្រពន្ធរបស់ខ្ញុំសិតតែស្ដាប់តាមខ្ញុំដរាបណាខ្ញុំនៅស៊ីរៀនជាកុំគិតថាទទួលបានកិច្ចសហការបាទលោកស្រីសុងខានជួបគ្នាយូរខ្ញុំឆ្ងល់ដែរហេតុអីលោកម្ចាស់ធំប្រគល់ការងារឲ្យលោកម្ចាស់ទី2ជំងឺលោកជាហើយហើយក្មេងនេះគេនាងជាកូនស្រីរបស់ខ្ញុំឈ្មោះទូសួស្ដីអ្នកមីងសឹងកូនក្នុងពោះរបស់អ្នកមីងសុខភាពល្អណាស់ពពុះស្បែកបងមកហើយនេះគឺជាលោកម្ចាស់ទី2តកូសៀវមែនទេពពុះរបស់ខ្ញុំជិតដល់ថ្ងៃហើយមិនអាចបារម្ភមិនអាចនឿយហត់ឬការងារចាំសម្រាប់កូនរួចចាំនិយាយទៀតដរាបណាខ្ញុំនៅហើយមួយជំនាញនេះខ្ញុំគិតថាចរចាការងារបានឲ្យសោះខ្ញុំមកថ្ងៃនេះគ្រាន់តែជូនពរលោកស្រីសុងឲ្យសម្រាប់កូនដោយសុវត្ថិភាពមិននិយាយរឿងចំនួនទេលោកស្រីដល់ពេលចាក់ថ្នាំហើយពពុះស្បែកបងសុំទោសគឺបងខ្លាចឈឺទើបបានជាបងមិនបានកាត់បំពង់មេជីវិតនៅពេលនោះបើមិនចឹងវាក៏គ្មានរឿងចៃដន្យកាត់ឡើងធ្វើឲ្យអូនមានទម្ងន់នៅក្នុងអាយុ40 ឆ្នាំដែរថែមទាំងការជំងឺទឹកនោមផ្អែមទៀតរកពេលចាក់ថ្នាំតែតែធ្វើឲ្យអូនប្រតិកម្មអូនឈឺស្ទើរស្លាប់ស្ទើររស់តែអូនក៏មិនរំអូនដាក់ទោសខ្លួនឯងចាក់មកចុះពពុះស្បែកត្រង់បន្តិចណាពី3ថ្ងៃអូននឹងរួចផុតពីការជឿចាប់ហើយអ្នកមីងទៅផ្លំឲ្យអ្នកមីងមិនឈឺវាដូចអត់ឈឺមែនហើយលោកស្រីសុងមិនដឹងទេទូគឺជាផ្កាយសំណាងពាក្យសម្ដីរបស់ទូគឺតែងតែពិតពពុះស្បែកអូននៅសម្រាប់ឲ្យបានល្អបងទៅបងលុយសិនតែចុះលោកស្រីខ្ញុំទៅដាំទឹកជូនលោកស្រីសិនហើយជាអូនចាប់បងផងបងចេះតែឲ្យអូនចាំបើមិនមែនកូនប្រុសយើងមានជំងឺអាឡាស៊ីយ៉ាត្រូវការឈាមតងផ្សិតមកព្យាបាលទេអូនពិតជាមិនមើលថែនាងទេស្រីចាស់នោះអាយុ40 ឆ្នាំហើយគេនៅតែគិតថាខ្លួនឯងនៅក្មេងជាកូនអ្នកមានទៀតមួយថ្ងៃចេះតែឲ្យអូនដាំតែដាំទឹកនៅឲ្យអូនមានជើងឲ្យគេទៀតបងនឹងថោពិបាកចិត្ត10 ខែមកនេះបងបានគ្រប់គ្រងក្រុមហ៊ុនចាស់ទាំងមូលហើយដល់រាប់ដាក់ប្រើឈាមតបផ្សិតរបស់សុងជាតិរួចបងនឹងចប់ភ្លាមនឹងឲ្យអូនធ្វើជាម្ចាស់ស្រីរបស់ក្រុមហ៊ុនសុងជាងភ្លាមបងគួរឲ្យធុញហើយកូនយើងទៅណាហើយ
អ្នកមីងសងប្រយ័ត្នក្តាំង ទូទូកូននៅជាមួយនឹងមីងសងមួយផ្លែទៅបានទៅនិយាយទូរស័ព្ទមួយផ្លែណា ឆាប់ត្រឡប់មកវិញទូទូគួរឲ្យស្រឡាញ់បើមីងបានកូនស្រីហើយគួរឲ្យស្រឡាញ់ដូចជាទូទូមិនដឹងជាល្អយ៉ាងណាទេអ្នកមីងអំណងអ្នកមីងខ្លាចជាការប៉ັດហើយកូនក្នុងពោះអ្នកមីងគឺប្អូនស្រីប៉ັດមែនទេចានេះជាអីទេខ្ញុំចង់ផឹកអញជាកូនអ្នកណាឲ្យខ្ញុំផឹកមកកុំឲ្យខ្ញុំហៅប៉ាខ្ញុំមកវាយពួកឯងពេលសម្រាប់ឲ្យកូនក្នុងពោះរបស់អ្នកមីងផឹកអញមិនអាចផឹកបានទេអញញ៉ាំស្ករសណ្តែកដីនេះតាំងខ្ញុំស្រេកខ្ញុំចង់ហត់សុបអញញ៉ាំស្ករសណ្តែកដីហើយមិនអាចឆក់សុបអ្នកមីងយកទៅទេឲ្យមកខ្ញុំទេឲ្យមកខ្ញុំ